បន្ទូលប្រចាំថ្ងៃសុភាសិតជំពូកទី2កូនអើយបើឯងនឹងទទួលពីអញហើយនឹងប្រមូលពាក្យបណ្ដាំរបស់អញទុកនៅជាប់នឹងឯងដើម្បីឲ្យបានប្រុងត្រចៀកស្ដាប់តាមប្រាជ្ញាហើយផ្ចង់ចិត្តឲ្យបានយោបល់បើឯងស្រែកហៅរោគតម្រេះព្រមទាំងបន្លឺសំឡេងឡើងសូមឲ្យបានយោបល់បើឯងខំរោគដូចជារោគប្រាក់ហើយស្វែងរោគដូចជារោគកំណាប់ទ្រព្យនោះឯងនឹងបានយោបល់នឹងបានយល់សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ាហើយប្រទះនឹងសេចក្តីស្គាល់ដល់ទ្រង់ត្បិតព្រះយេហូវ៉ាទ្រង់ប្រទានឲ្យមានប្រាជ្ញាឯតម្រេះនិងយោបល់នោះចេញពីព្រះអស់របស់ទ្រង់មកទ្រង់បំរុងទុកសេចក្តីដែលមានប្រយោជន៍សម្រាប់មនុស្សសុចរិតក៏ជាខែលដល់អស់អ្នកដែលដើរក្នុងសេចក្តីទៀងត្រង់ដើម្បីឲ្យបានរក្សាអស់ទាំងផ្លូវច្រកនៃសេចក្តីយុត្តិធម៌ហើយការពារផ្លូវរបស់ពួកបរិសុទ្ធរបស់ទ្រង់យ៉ាងនោះឯងនឹងបានយល់សេចក្តីសុចរិតសេចក្តីយុត្តិធម៌និងសេចក្តីទៀងត្រង់គឺគ្រប់ទាំងផ្លូវល្អត្បិតប្រាជ្ញានឹងចូលមកស្ថិតនៅក្នុងចិត្តឯងហើយការចេះដឹងនឹងគប់ចិត្តដល់ឯងគំនិតវាងវៃនឹងការពីឯងហើយយោបល់នឹងថែរក្សាឯងដើម្បីនឹងជួយឲ្យឯងរួចពីផ្លូវអាក្រក់ហើយពីពួកមនុស្សដែលតែងតែនិយាយពាក្យវាចជាអ្នកដែលបោះបង់ចោលផ្លូវទៀងត្រង់ដើម្បីនឹងដើរតាមផ្លូវងងឹតវិញក៏មានចិត្តរីករាយដោយប្រព្រឹត្តការអាក្រក់ហើយត្រេកអរដោយចិត្តវាចរបស់មនុស្សអាក្រក់ផ្លូវគេសុទ្ធតែកងិកងក់ហើយផ្លូវច្រករបស់គេក៏ទាស់ចេញហើយដើម្បីនឹងជួយឲ្យឯងរួចពីស្រីអាវ៉ាសែគឺឲ្យរួចពីមនុស្សស្រីដតីដែលនិយាយប្រឡោមដោយពាក្យផ្អែមល្ហែមជាអ្នកដែលលះចោលគូសម្លាញ់ដែលបានគ្នាពីក្រមុំកំឡោះក៏ភ្លេចសេចក្តីសញ្ញានៃព្រះរបស់ខ្លួនត្បិតផ្ទះរបស់ស្ត្រីនោះត្រេតទៅខាងសេចក្តីស្លាប់ហើយផ្លូវច្រករបស់វានាំទៅឲ្យពួកមនុស្សស្លាប់ឯពួកអ្នកដែលទៅឯវានោះគ្មានអ្នកណាត្រឡប់មកវិញឡើយក៏មិនចាប់កាន់ផ្លូវច្រកនៃជីវិតដែរហើយមានប្រយោជន៍ឲ្យឯងបានដើរក្នុងផ្លូវរបស់មនុស្សល្អព្រមទាំងរក្សាផ្លូវច្រកនៃពួកសុចរិតត្បិតមនុស្សទៀងត្រង់នឹងអាស្រ័យនៅផែនដីហើយមនុស្សគ្រប់លក្ខនឹងបាននៅជាប់តែមនុស្សអាក្រក់នឹងត្រូវកាត់ឲ្យសូន្យចេញពីផែនដីវិញហើយមនុស្សប្រទុសរាយនឹងត្រូវរំលីងចេញពីស្រុកទៅអាមែន